ស្ដីបងប្អូនទាំងអស់គ្នាដែលបងប្អូនមានតម្រូវការចង់បានសត្វចិញ្ចឹមយកទៅចិញ្ចឹមណាសូមបងប្អូនរស់រានឡើងតាក់ទងមកទទួលផាសសាឡនដើម្បីទទួលយកសត្វចិញ្ចឹមថ្ងៃនេះគឺកូនឆ្កែមួយបានបងស្រីគាត់មកយកដែលធំជាងគេហើយមានដូចជ្រូកហ្នឹងគឺគាត់មកយកហើយឥឡូវគាត់ដាក់ទៅដោះគោដាក់អីឲ្យអូនមុំអញ្ចឹងណាតែគាត់នៅលូ5គាត់មកយកកាលពីព្រឹកមិញនិយាយទៅបងប្អូនចាប់អារម្មណ៍ចង់បានសត្វចិញ្ចឹមអាចតាក់ទងមកទទួលផាសសាឡនទស្សនៈសត្វចិញ្ចឹមឬមួយក៏เพจផ្ទះសំណាក់សត្វចិញ្ចឹមអញ្ចឹងណាហើយចំពោះសត្វចិញ្ចឹមឥឡូវនេះគឺនៅសល់ចំនួន4ដូចនៅក្នុងរូបដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងហើយបងចាប់អារម្មណ៍អាចតាក់ទងមករស់រានឡើងដោយសារតែបងនៅពេលដែលគាត់មកគឺគាត់ចាប់អារម្មណ៍ចង់បានសឹងតែទាំងអស់គ្នានឹងហើយចំពោះតម្លៃនៃការចាយគឺយើងសុំតែថ្លៃទឹកដោះគោដែលបានចិញ្ចឹមអូនទេនិយាយទៅបងចាប់អារម្មណ៍កុំភ្លេចតាក់ទងមក Telegram Page Facebook ឬមួយក៏ TikTok ខាងក្រោមអរគុណច្រើនបងប្អូនទាំងអស់គ្នា